Text translate subtitles code របស់មានគាត់បានធ្វើមិននៅអាយុម្ដងខ្ញុំផ្ទាល់បានយល់ព្រមរៀបការជាមួយឪពុកបន្ទាប់ពីលេងលេះគ្នាហើយដាក់ស្នាមម្រាមដៃរបស់អ្នកលើគាត់បានប្រគល់ឯកសារលេងលេះនៅចំពោះមុខឪពុកដ៏ថោកទាបរបស់នាងប៉ុន្តែម្ដាយរបស់នាងគាត់បានប្រព្រឹត្តបទឧក្រិដ្ឋហើយនោះជាទីបញ្ចប់នៃជីវិតរបស់គាត់ចង់បានគ្រួសារពេញលេញមួយខ្ញុំខ្លាចរស់នៅក្នុងជីវិតដ៏វេទនាបុរសនោះមិនអាចទ្រាំនឹងចែកផ្លូវជាមួយក្រុមគ្រួសាររបស់គាត់ម្ដាយរបស់គាត់ថាគាត់បានខ្លាចរស់នៅអាក្រក់ជារៀងរហូតគាត់នឹងមើលថែម្ដាយរបស់គាត់ហើយបន្ទាប់មកគាត់បានរកឃើញនរណាម្នាក់ដែលល្អជាងឪពុកគាត់ផ្សាយមួយគន់ដងលើពុកដ៏ថោកទាបបន្ទាប់ពីក្មេងប្រុសនោះបានលួចរត់គេចខ្លួនអានទីនេះមកកុំឲ្យបាក់ទឹកចិត្តគាត់មានកម្លាំងផ្ទាល់ខ្លួនថ្ងៃល្អរបស់ពួកគេនៅតែមាននៅទីនេះសម្លឹងមើលកូនប្រុសរបស់គាត់ពីក្រោយខ្នងស្ត្រីដែលមានសុខវិនិច្ឆ័យបែបនេះពេញចិត្តខ្លាំងពេកខ្ញុំក៏ងាកមកវិញហើយយកសៀវភៅខេត្តចេញសន្សំបាន5000យន់ដោយសារការសន្សំថ្លៃសិក្សាត្រូវបានដាក់ចូលក្នុងដៃរបស់គាត់លោកក៏បានជំរុញកូនប្រុសរបស់លោកឲ្យខិតខំសិក្សាខ្ញុំត្រូវតែខ្លាចជាមនុស្សជោគជ័យនៅថ្ងៃអនាគតក្មេងប្រុសនោះបានយល់ព្រមដោយពាក្យសម្ដីស្ដាប់បង្គាប់ប៉ុន្តែឆ្លៀតឱកាសពេលវេនម្ដាយនាងអំឡុងពេលសម្រាប់ពីការចម្អិនអាហារខ្ញុំបានដាក់វាថ្លៃសិក្សា5000យន់នោះអស់ហើយសែងបានរត់ទៅដល់សាជួញដូរភិហ៊ុនគាត់បាននិយាយថាគាត់នឹងឲ្យប្រាក់អាប់ទាំងអស់របស់គាត់បានបោះវាទាំងអស់នៅលើតុដោយប្រើប្រាស់ជំនាញរបស់គាត់ពីជីវិតមុនរបស់គាត់ខ្ញុំបានទិញមួយដោយមិនស្ទាក់ស្ទើរ10ថ្ងៃជាប់គ្នានៃការកាត់បន្ថយដែនកំណត់គាត់កំពុងអង្អែមាសដោយរីករាយការកញ្ញាដើម្បីរកលុយនៅពេលតម្លៃភាគហ៊ុនឡើងថ្លៃរឿងដំបូងដែលខ្ញុំបានធ្វើបន្ទាប់ពីទទួលបានលុយទិញសម្ភារៈបន្ទាប់ថ្មីរបស់អ្នកនៅទីនេះលោកប្រធានាធិបតីស៊ីក៏បានមកដល់បន្ទាប់សម្លឹងមើលអ្វីដែលនៅពីមុខគាត់យុវជនដែលមហិច្ឆតារបស់ខ្លួននៅមិនទាន់រសាយបានលុយភាគហ៊ុននៅក្នុងដៃរបស់គាត់បានណែនាំគាត់ដោយសប្បុរសថារឿងនេះភាគហ៊ុនដែលគ្មានសក្តានុពលមិនល្អដូចសងលុយវិញហើយត្រឡប់ទៅផ្ទះវិញមុនម៉ោងអ្នកមិនយល់ពីប្រទេសបរទេសភ្លាមទេភាគហ៊ុននេះហៀបនឹងចូលទៅក្នុងសង្គ្រាមហើយវាពិតជានឹងកើនឡើងចំនួនក្មេងប្រុសលោកប្រធានាធិបតីបានផ្ដល់ដំបូន្មានរបស់លោកដោយខ្ញុំសូមណែនាំមួយដ៏ល្អដល់គាត់ភាគហ៊ុនអាចផ្ដល់ឲ្យអ្នកនៅឱកាសទី2ក្នុងជីវិតតែគាត់មិនអាចដឹងថាវាជារបស់មួយណាដោយរបៀបណាភាគហ៊ុនសក្តានុពលពិតប្រាកដគឺគ្មានអ្វីក្រៅនៅចំពោះមុខខ្ញុំគឺជាមនុស្សគុណភាពគឺល្អហើយមើលទៅប្រណិតហើយសង្ហារណាស់ដូច្នេះក្មេងប្រុសនោះស្រាប់តែបន្ទាប់មកគំនិតមួយបានផុសឡើងក្នុងក្បាលខ្ញុំដើម្បីបង្ហាញពីមិនត្រឹមតែការឡើងប៉ុណ្ណោះទេថែមទាំងការឡើងរយៈពេល10ថ្ងៃជាប់គ្នាប្រសិនបើពួកគេជាវាពួកគេប្រហែលជាភ្នំយ៉ាងម៉េចដែរសៀវសួរទាំងញឹមតើក្មេងប្រុសលេងល្បែងស៊ីសងយ៉ាងដូចម្ដេចលើកនេះខ្ញុំនិយាយតាមប្រសាដូច្នេះគាត់រៀបការជាមួយម្ដាយរបស់អ្នកហើយយកគាត់សម្លេងស្ត្រីអ្នកមានទៅតែនិយាយចប់ជំនួយការដែលឈរនៅខាងបានសម្លឹងគាត់ស្រាប់តែបដូរសម្លេងហើយស្ដីបន្ទោសឲ្យប្រយ័ត្នអ្នកណាដែលពីដែនកំណត់នៃការសម្រេចចិត្តការភ្នាល់ត្រូវបានចុះលេខឡើងទៅសម្លេងប៉ុន្តែវាគ្រាន់តែបានបន្ថែមថាប្រសិនបើគុំយកវាម្ដងទៀតបន្ទាប់ពីគាត់ចាញ់លុយដែលឪពុកម្ដាយខ្ញុំរកបានដោយលំបាកបានកំពុងបង្កើតឈុតឆាកនៅពេលនេះសាច់ញាតិរបស់ខ្ញុំបានប្រញាប់ប្រញាល់មកយ៉ាងខ្ញុំដល់ខ្ញុំឃើញថាគាត់មានលុយទាំងអស់ពួកគេខឹងខ្លាំងណាស់រហូតដល់ងើយក្បាលបន្ទាប់ពីទិញខ្ញុំចង់ទះកំភ្លៀងគាត់នោះគឺមកពីការខិតខំប្រឹងប្រែងរបស់គាត់ទាំងយប់ទាំងថ្ងៃសិក្សាពីទីrichard ជាងទទួលបានយ៉ាងដូចក្មេងប្រុសនោះត្រូវបានគេជន់ឈ្លីដូចនោះប៉ុន្តែលុយនេះមិនអាចត្រូវបានជន់ឈ្លីបានទេប្រកបណាស់អ្នកអាចផ្លាស់ប្ដូរអ្វីបានមួយយប់ដោយមិននឹកស្មានដល់នាងបានរៀបការជាមួយទីនេះគ្រាន់តែជាអ្វីដែលអតីតស្វាមីរបស់នាងបាននិយាយបានអ្នកទាំងពីរនិយាយគ្នាពួកគេផ្ទុះសំណាចហើយចំអកឲ្យគាត់ថាតូចក្មេងនឹងគ្មានការលើកទឹកចិត្តពួកគេមិនទាន់ធំពេញវ័យនៅឡើយទេហើយការជួញដូរពីហ៊ុនគ្រួសារនៅទីរួមទៅហើយជាសំណាងល្អពួកគេបានលេងលេះគ្នារួចហើយប្រហែលជាក្មេងតូចនេះនឹងគាត់បង្កបញ្ហាច្រើនណាស់ហើយនៅតែផ្ដល់ដំបូន្មានដល់អ្នកទំនងជាមួយក្មេងប្រុសឲ្យបានឆាប់តាមដើម្បីសន្សំប្រាក់ក្នុងរយៈពេល2-3ថ្ងៃបន្ទាប់ពីបាត់បង់អ្វីទាំងអស់គាត់ក៏បន្ទាបខ្លួនក្មេងប្រុសនោះបានស្វែងរកជំនួយពីទីទាំង4ប៉ុន្តែដោយនិយាយថាវានឹងមិនចំណាយពេលលើសពី2-3ថ្ងៃឬ3នាទីទេហ៊ុននេះនឹងមានទំហំធំពេលតម្លៃឡើងថ្លៃពួកវានឹងឡើងថ្លៃវានឹងមានតែអ្នកគ្រប់គ្រងថ្មីរបស់ពួកគេទេដែលមើលទៅដូចតែរឿងកំ pl ែងដ៏ធំមួយនោះគឺការភ្នាល់ត្រូវតែមាន3ក្នុងរយៈពេលប្រមាណនាទីភាគហ៊ុននេះនៅម្ដាយនិងកូនប្រុសមានដើមកំណើតដូចគ្នាគាត់គួរតែជាទាសកររបស់គាត់ប្រសិនបើវាឡើងគាត់នឹងឲ្យវាទៅមនុស្សម្ដាយនិងកូនប្រុសបានលុបជង្គង់សុំទោសម្ដាយម្ដាយបានចាប់ដៃកូនប្រុសយ៉ាងណាគាត់ត្រូវបានបញ្ចុះបញ្ចូលម្ដងទៀតឲ្យបោះ